សាក់លបង3ខែហើយគឺថាយើងមិនទទួលលទ្ធផលអ្វីដែលឲ្យយើងនឹងមានទំនុកចិត្តទេយើងការពារទ្រព្យសម្បត្តិអាយុជីវិតពួកគាត់អត់បានកំណើនវាហួសហេតុគ្រោះថ្នាក់ចរាចរណ៍នេះគឺជាប្រធានបទខ្លាំងណាស់ខ្លាំងហ្មងទី1ហ្មងការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយភាពសង្វឹងយើងសាកល្បងមិនចោះរត់បន្តឹងសាធារណសង្វឹង6%ក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយភាគច្រើន66ទៅ70%ពេលយប់នេះគឺយើងនឹងធ្វើការវាយតម្លៃឲ្យស្នើសុំទៅអាដាមនេះអាដាមទន័យអគ្គស្នងការកបាជាតិក៏ដូចជាអាដាមអភិសន្តិបណ្ឌិតក្រសួងមហាផ្ទៃត្រូវតែសុំគោលការណ៍រឹតបន្តឹងច្បាប់ឡើងវិញច្បាប់តែច្បាប់អត់មានរឿងកែប្រែអត់មានរឿងហ៊ូសដលេហ៊ូសអីទេនេះគ្រាន់តែសាកល្បងតើប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់មធ្យោបាយទៅលើតាមដងផ្លូវរបស់យើងមួយចំនួនហ្នឹងគាត់គោរពច្បាប់នៅឥឡូវយើងឃើញថាករណីកើតឡើងវាកើតអញ្ចឹងគឺមកដោយគាត់មិនគោរពច្បាប់ឥឡូវយើងមើលសឹងតែ30ទៅ40%អ្នកជិះម៉ូតូទៅតាមដងផ្លូវសាធារណៈនេះលែងពាក់មួកសុវត្ថិភាពលែងពាក់មួកសុវត្ថិភាពមកកុំថាឡើយយប់ពេលថ្ងៃនេះបាទតើយើងបដែតបដោយឲ្យបងប្អូនយើងនឹងបាត់បង់ជីវិតគ្រោះថ្នាក់ពីការដោយសារយើងនឹងសាកល្បងដែរមិនឲ្យចាប់ផាកពិន័យអនុវត្តច្បាប់គ្រាន់តែណែនាំគាត់តទៅទៀតបានទេយើងសុខចិត្តទទួលការរិះគន់តែយើងចង់បានមកវិញនៅភាពសុខសាន្តទាំងពីអាយុជីវិតទាំងពីសម្ភារៈមធ្យោបាយទ្រព្យសម្បត្តិរបស់គាត់និងទ្រព្យសម្បត្តិរួមរបស់សាធារណៈគឺយើងចង់បានសុខដុមរមនាក្រុមគ្រួសារគាត់និងបុគ្គលគាត់គឺខ្ញុំចង់បានជាងតែអ្វីភាពរិះគន់មួយចំនួនខ្ញុំទទួលយកខ្ញុំនឹងកែតែអ្វីដែលច្បាប់គឺយើងពង្រឹងដើម្បីស្ថិរភាពនៅក្នុងសង្គមផងបំរើឲ្យកិច្ចការទូទៅសម្រាប់មហាជនប្រជាពលរដ្ឋនិងភ្ញៀវជាតិអន្តរជាតិដែលធ្វើដំណើរទៅតាមដងផ្លូវផងនេះជាកិច្ចការងារមួយដែលខ្ញុំនឹងគោរពស្នើសុំអនុវត្តច្បាប់ឡើងវិញ